ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះដែរខ្ញុំសូមចេញវីដេអូ YouTube និយាយពីការត្រៀនដល់វ័យកន្ទុយជៀសត្រៀនខ្ញុំវានៅក្បែរផ្ទះវាមានហើយជា4-10ដើមប៉ុន្តែវាផ្កាមិនស្មើគ្នាមិនស្រស់គ្នាមានដើមខ្លះហ្នឹងក៏ផ្លែប៉ិនភ្លៅអីហើយខ្លះក៏ក្តឹបប៉ិនពងមាន់ហើយខ្លះក៏ទឹមកន្ទុយជៀសខ្លោចហើយខ្លះទៀតទឹមរីកផ្កាដូចដើមនេះទឹមរីកផ្កាបាន70%ហើយក្នុងវ័យរីកផ្កានេះដែរយើងត្រូវគ្រប់គ្រងទឹកនិងមើលថែសត្វល្អិតនិងបាញ់អាហារបំប៉នឲ្យវាដើម្បីឲ្យវាមានសុខភាពល្អដើមនេះខ្ញុំដាក់ទឹកតែ10នាទីមួយថ្ងៃម្លងមួយថ្ងៃបាទហើយដើមថ្មីទៀតនេះក្តឹបខ្លះក៏ប៉ិនពងមាន់កន្ទុយជៀសក៏មានហើយខ្លះក្តឹបនេះប៉ិនភ្លៅហើយនេះមួយចុងកន្លះគីឡូភាគច្រើនដើមនេះក្តឹបប៉ិនពងមាន់វាទៅអត់ស្មើគ្នាមានច្រើនសេរីយើងពិបាកធ្វើព្រោះយើងយល់ល្អយើងទុកមួយសេរីបានហើយព្រោះដល់ពេលយើងទុកច្រើនទៅវាប្រទាញគ្នាធ្លាក់មើលតងខ្លះធ្លាក់ឡើងអស់វាច្រើនពេកវាប្រទាញសេរីគ្នាវាអត់អាហារចិញ្ចឹមវាអត់គ្រប់គ្រាន់វាទម្លាក់នេះតងនេះអីធ្លាក់សល់1 2នោះវាមានក្តឹបខ្លះធំចង់1 គីឡូថ្ងៃនេះវិញទាញឡើងវាឲ្យលីងអត់អាហារបំពន់អត់គ្រប់បាទដើមផ្សេងទៀតក្តឹបប៉ិនពងមាន់ហើយក៏មានកន្ទុយជៀសហើយផ្កាទឹមរីកនិយាយទៅយើងធ្វើលក្ខណៈគ្រួសារលក្ខណៈក្បែរផ្ទះអញ្ចឹងយើងអត់ត្រូវប្រើកម្មវិធីដូចគេអញ្ចឹងវាអត់បានផ្កាមួយសេរីផ្កាអត់សូវច្រើនព្រោះយើងធ្វើតាមធម្មជាតិអញ្ចឹងយើងបាញ់ជំរុញតិចដូចជាថែសត្វល្អិតនឹងបាញ់ទាញផ្កាទាញអីតិចតួចដែរប៉ុន្តែវាយើងមិនប្រើវាខ្លាំងព្រោះយើងធ្វើលក្ខណៈគ្រួសារយើងធ្វើតាមធម្មជាតិបានប៉ុណ្ណាយកប៉ុណ្ណឹងវាដើមខ្លះជ្រុះសឹងអស់ហើយយើងមិនសូវជាបាញ់បច្ចេកទេសច្រើនយើងធ្វើតាមធម្មជាតិយើងជំរុញដើមនេះវាសល់ប្រហែលជា30-40ក្តឹបប៉ុន្តែយើងចាំមើលជាក់ស្ដែងទៀតថាតើពេលវាធំវាសល់ប្រហែលក្តឹបតែយើងកុំភ្លេចរឿងបាញ់ពៅនិងការពារសត្វល្អិតហើយសម្រាប់ទឹកអីយើងដាក់មួយថ្ងៃម្លងមួយថ្ងៃទៅយើងកុំឲ្យខាតទឹកខាតភ្លើងយើងដាក់វគ្គកន្ទុយជៀសមិញយើងដាក់5 នាទីទៅថ្ងៃម្លងថ្ងៃទៅមើលតែវាឡើងរៀងខ្លោចយើងដាក់10 នាទីថ្ងៃម្លងថ្ងៃតែពេលវាឡើងក្តឹបប៉ិនពងមាន់មេដៃនេះយើងដាក់20 នាទីមួយថ្ងៃម្លងថ្ងៃក៏អត់បញ្ហាដែរវាលែងជ្រុះហ្នឹងក្តឹបពងពេញត្រូវការទឹកអញ្ចឹងយើងតាមដានយើងត្រូវរៀនមើលផ្កាតែយើងដាក់ទឹកបដិញតាមផ្កាមួយណាយកចិត្តផ្កាណានិយាយទៅយើងដាក់បដិញយើងយកចិត្តផ្កាដែលផ្កាទឹមបែកផ្ការីកអញ្ចឹងយើងដាក់ពេលផ្ការីកហ្នឹងយើងដាក់5 នាទីឬក៏យើងផ្ដាច់2 ថ្ងៃអញ្ចឹងដាក់ម្ដងដាក់តិចឡើងវិញរហូតដល់ក្តឹបវាធំយើងដាក់ច្រើនទឹកក្តឹបដល់1 គីឡូ1 កន្លះគីឡូយើងដាក់ទឹកច្រើនក៏បានដែរបាទចាំមើលវីដេអូក្រោយនឹងចេញរហូតដល់ត្រេននឹងបានបេះបាទបងប្អូនជួយតាមដានចាំមើលចឹងអរគុណបងប្អូនដែលបានចូលមើលវីដេអូនិងសូមជួយចុច Subscribe ពេលដែលខ្ញុំចេញវីដេអូក្រោយទៅទៀតវានឹងលូតទៅបងប្អូនមុនបាទជួយចុច Subscribe និងរូបកណ្ដឹងបងប្អូនចឹងអរគុណច្រើនបាទវីដេអូនេះមានប៉ុណ្ណឹងខ្ញុំ
ចង់ធ្វើពីបទពិសោធន៍របស់ខ្ញុំប្រាប់ទៅបងប្អូននឹងអរគុណបាទជំរាបលា